ហេតុអ្វីបានទីជនជាតិអាមេរិកមានទម្លាប់កាត់ស្មៃនៅមុខផ្ទះមានរឿងដំណាលថាស្ថាបត្យករជនជាតិអាមេរិកម្នាក់បានរចនាផ្ទះភាគច្រើននៅសហរដ្ឋអាមេរិកឲ្យត្រូវតែមានវាលស្មៅនៅមុខផ្ទះដើម្បីឲ្យប្រជាជនរវល់តែនឹងការកាត់ស្មៅរហូតគ្មានពេលទៅចាប់អារម្មណ៍នឹងរបបកុម្មុយនីសប៉ុន្តែតាមពិតនេះគ្រាន់តែជារឿងនិទានដែលបង្កើតឡើងដើម្បីជាការកំសាន្តផ្នែកនយោបាយប៉ុណ្ណោះហើយប្រហែលជាគ្មាននរណាម្នាក់ល្ងងដល់ថ្នាក់នោះទេទោះជាយ៉ាងណាក៏ដោយវាលស្មៅនៅមុខផ្ទះរបស់ជនជាតិអាមេរិកពិតជាមានការពាក់ព័ន្ធនឹងនយោបាយមែនទីធ្លាបៃតងនេះត្រូវបានរចនាឡើងដើម្បីជានិមិត្តរូបនៃវណ្ណៈកណ្ដាលឬជាសុបិនអាមេរិកដែលបានជោគជ័យក្នុងជីវិតទីធ្លាបើកចំហនៅមុខផ្ទះក៏ស័ក្តិសមសម្រាប់ការធ្វើសកម្មភាពក្រៅផ្ទះដែលធ្វើឲ្យមនុស្សអាចចូលសង្គមបានកាន់តែច្រើនចំណែកឯការកាត់ស្មៅគឺប្រៀបដូចជាការហ្វឹកហាត់ការទទួលខុសត្រូវចំពោះសង្គមដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃរបបប្រជាធិបតេយ្យការដែលគ្មានរបងខណ្ឌក៏បង្ហាញពីសេរីភាពដែលគ្មានអ្វីអាចរារាំងបានដែរទោះជាយ៉ាងណាក៏ដោយគោលបំណងចម្បងគឺដើម្បីផ្សព្វផ្សាយថាលំនៅឋានរបស់ពួកគេប្រសើរជាងពួកកុម្មុយនីសដែលតែងតែឲ្យប្រជាជនទូទៅចូលទៅរស់នៅកកគុណនៅក្នុងអគារនោះឯង